ជំរាបសួរហើយក៏សួស្តីដល់អ្នកនរគ្នាអញ្ចឹងបើសិនជាពេលដែលអ្នកនរគ្នាប្រឡង IELTS ហើយlistening test របស់យើងគឺទី1គឺ summary completion អញ្ចឹងតើអ្នកនរគ្នាត្រូវ deal ជាមួយនឹង summary completion ហ្នឹងដូចម្ដេចអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមករៀនអ្នកនរគ្នាអំពី step by step on how you can answer summary completion នៅក្នុង IELTS listening អរអញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងខ្ញុំដាក់រូបភាពនៅខាងលើនេះអូខេអញ្ចឹងនៅពេលដែលអ្នកធ្វើ summary completion គឺរូបរាង summary completion របស់យើងហ្នឹងគឺរបៀបអញ្ចឹងនៅក្នុង IELTS summary completion គឺទី1អ្នកទាំងអស់គ្នានឹងធ្វើមិនពាក្យថា summary completion គឺគេឲ្យយើងបំពេញ right summary បើគេ summary ហើយបានន័យថាការសង្ខេបអីមួយអញ្ចឹងនៅក្នុងហ្នឹងនៅពេលដែលគេឲ្យអ្នកទាំងអស់គ្នាសង្ខេបបានន័យថាអ្នកទាំងអស់គ្នា right គេឲ្យប្រយោគមកច្រើនមក right អ្នកទាំងអស់គ្នាឃើញហើយ you will be given a list of example right sentences that summarize that clips you hear អញ្ចឹងគឺគេឲ្យប្រយោគយើងច្រើនមែនតើហើយនៅក្នុងប្រយោគហ្នឹងគឺជាអត្ថបទដែលពាក្យដែលគេបាន paraphrase ហើយពាក្យថា paraphrase ហ្នឹងបានន័យថាពាក្យហ្នឹងអត់ដូចអ្វីដែលអ្នកទាំងអស់គ្នានឹងឮទេបានន័យថាពាក្យអត់ដូចគ្នាបេះបិទទេតែអ្នកទាំងអស់គ្នាត្រូវដឹងថាវាមានអត្ថន័យដូចគ្នាអញ្ចឹងទោះបីជាអ្នកទាំងអស់គ្នាប្រឹងស្ដាប់យ៉ាងណាបើអ្នកទាំងអស់គ្នាដឹងថាគេអត់ប្រើពាក្យដូចគ្នាទេអ្នកទាំងអស់គ្នាចាំស្ដាប់ពាក្យដូចមែនតើគឺអត់មានទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរំពឹងថានៅក្នុង text ដែលគេឲ្យហ្នឹងគឺពាក្យវាដូចគ្នាទេតែអត្ថន័យដូចគ្នាបន្ទាប់មកនៅក្នុង listening ហ្នឹងអ្នកទាំងអស់គ្នាឃើញគេឲ្យ summary the listening ហើយបន្ទាប់មក you should be able to read the text before you listen and know what you are going to hear អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាគេឲ្យ summary completion ហ្នឹងខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាត្រូវអាន text ហ្នឹងមុនហើយអាន text ហ្នឹងមុនហើយដើម្បីយើងយល់ថាតើគេចង់សួររកអ្វីនៅក្នុងអា summary ហ្នឹងអូខេតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើល strategy for summary completion អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាជួប summary completion តើអ្នកទាំងអស់គ្នាត្រូវធ្វើម៉េចទី1មកអស់អ្នកទាំងអស់គ្នាត្រូវអាន instruction សិនអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាអាន instruction អ្នកទាំងអស់គ្នានឹងដឹងថាតើគេឲ្យអ្នកទាំងអស់គ្នាសរសេរប៉ុន្មានពាក្យអញ្ចឹងនៅពេលដែលយើងអាន instruction ធ្វើឲ្យយើងដឹងចំនួនពាក្យដែលគេឲ្យយើងហ្នឹងបំពេញឧទាហរណ៍ថា3ពាក្យ2ពាក្យ right no more than one word អញ្ចឹងបើសិនអ្នកទាំងអស់គ្នាបានអានទេធ្វើឲ្យអ្នកទាំងអស់គ្នាខកខាននឹងដឹងថាចម្លើយរបស់យើងគួរតែប្រមាណបើសិនជាយើងសរសេរខុសចម្លើយរបស់យើងក៏ខុសដែរឧទាហរណ៍ថាជួនកាលគេឲ្យយើងសរសេរ3ពាក្យប៉ុន្តែយើងសរសេរ4ពាក្យចម្លើយយើងខុសអូតូម៉ាទិកឬក៏គេឲ្យយើងសរសេរតែមួយពាក្យទេប៉ុន្តែនៅពេលដែលយើងស្ដាប់យើងឮច្រើនពាក្យអញ្ចឹងអ្នកទាំងអស់គ្នាសរសេរលើសពាក្យដែលគេឲ្យកំណត់ហ្នឹងគឺបីចម្លើយយើងត្រូវក៏គេកាត់ខុសដែរហើយទី2អ្នកទាំងអស់គ្នាត្រូវ read the sentences and understand the general meaning អញ្ចឹងនៅពេលគេឲ្យ summary completion ខ្ញុំសូមណែនាំឲ្យទាំងអស់គ្នាអាន summary នឹងឲ្យយល់ដើម្បីដឹងថាតើគេចង់សួរអ្វីនៅក្នុងហ្នឹងតើគេសួរជាចំនួនមនុស្សគេសួរជា subject អីឬក៏អីអញ្ចឹងយើងត្រូវអានឲ្យយល់ហើយនៅពេលដែលយើងអានហើយយើងត្រូវ predict what you hear អ្នកទាំងអស់គ្នាត្រូវទាយថាតើយើងនឹងកន្លែងនេះបើសិនជាគេសួរថាមនុស្ស likes to read អញ្ចឹងកន្លែងហ្នឹង many people many blah 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 likes to read book of course អញ្ចឹងយើងអាចទាយថាកន្លែងហ្នឹងយើងដាក់អំពីអីជា noun ជា verb ឬក៏ជា adjective ឬក៏កន្លែងហ្នឹងដាក់ពាក្យអីដែលសមជួនកាលចម្លើយខ្លះធ្វើឲ្យយើងទាយទៅយើងអាចទាយបានហើយមួយទៀត think about how the sentence has been changed អញ្ចឹងពេលអ្នកទាំងអស់គ្នាអាន summary អ្នកទាំងអស់គ្នាត្រូវដឹងថាប្រយោគហ្នឹងគឺអត់ដូចអ្វីដែលយើងឮមែនតែនទេអញ្ចឹងជួនកាលនៅក្នុងប្រយោគរបស់យើងគេឲ្យនៅក្នុង summary នេះគេ say passive ប៉ុន្តែនៅក្នុង audio គឺ active អញ្ចឹងអ្នកទាំងអស់គ្នាត្រូវគិតថាតើគេបដូរ sentence ហ្នឹងរបៀបម៉េចបន្ទាប់មកអ្នកទាំងអស់គ្នាមើល gap ហ្នឹងហើយហើយទស្សទាយចម្លើយហ្នឹងឲ្យបានទស្សទាយសិនណាហើយបានចុងក្រោយពេលអ្នកទាំងអស់គ្នាស្ដាប់ហ្នឹងសូមស្ដាប់ដោយយកចិត្តទុកដាក់ហើយពេលដែលអ្នកទាំងអស់គ្នាស្ដាប់អ្នកទាំងអស់គ្នាត្រូវតែដឹងថាចម្លើយរបស់វាពីលេខ1ទៅលេខ10ដែលគេសួរហ្នឹងឧទាហរណ៍គឺបានន័យថាអាហ្នឹងគឺតាមលំដាប់លេខរៀងទេអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ភ័យទេគឺគេនិយាយម្ដងមកតំណាក់ហើយអ្នកទាំងអស់គ្នាមើលទៅលើ keyword ដើម្បីដឹងថាគេនិយាយដល់ណាអូខេអញ្ចឹងសម្រាប់វីដេអូ summary completion របស់យើងមានប៉ុណ្ណឹងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់